បើគេស្អប់អ្នកទោះបីអ្នកប្រឹងធ្វើល្អប៉ុណ្ណាក៏គេរកកន្លែងទឹះអ្នកតលតែបានផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនបានទេប្រឹងធ្វើឲ្យអស់ពីចិត្តពីថ្លើមទៅបើគេមិនពេញចិត្តជារឿងរបស់គេសូមកុំចំណាយខួរក្បាលនិងពេលវេលាលើមនុស្សអវិជ្ជមានច្រើនពេកអីហ្នឹងហើយចឹងបើគេស្អប់យើងហើយយើងធ្វើអីក៏ខុសដែរគេរកកន្លែងដូចថាចាប់ចំណុចយើងទៅអាបានហ្នឹងចឹងយើងធ្វើតាកិច្ចការងារណាដែលវាមានប្រយោជន៍ល្អធ្វើហើយបើគេមិនពេញចិត្តអាហ្នឹងរឿងរបស់គាត់យើងទៅធ្វើម៉េចបើគេមិនពេញចិត្តគាត់ទៅដល់អ្នកពិបាកអ្នកទឹះនោះហើយអញ្ចឹងយើងធ្វើការងារណាដែលយើងគិតថាវាមានប្រយោជន៍ហើយប្រហែលអស់លទ្ធភាពទៅរឿងគេគិតមិននឹងរឿងរបស់គេ